អាយដាមប៉ែនបូណាកម្ពុជាប្រទេសតូចប្រជាជនតិចមានកម្លាំងចិត្តធំនៅពីក្រោយមេដឹកនាំខ្លាំងអាយដាមប៉ែនបូណារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភិបអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថាភាពតានតឹងជុំវិញបញ្ហាព្រំដែនជាមួយប្រទេសថៃនេះបានស្ដែងឲ្យឃើញពីចំណុចខ្លាំងរបស់កម្ពុជាដ៏គួរឲ្យចាប់អារម្មណ៍បំផុតបើតាមអាយដាមចំណុចខ្លាំងរបស់កម្ពុជាទាំងនោះរួមមានទី1ប្រជាជនខ្មែរគ្រប់រូបមិនថារស់នៅក្នុងឬក្រៅប្រទេសសុទ្ធតែមានទឹកចិត្តស្រឡាញ់ជាតិនិងទឹកដីហើយបដូរផ្ដាច់ការពារមិនឲ្យបាត់បង់ទោះជាត្រូវលះបង់អ្វីក៏ដោយហើយខ្មែរចេះរួមសាមគ្គីគ្នានៅពេលប្រទេសជាតិប្រឈមនឹងគ្រោះថ្នាក់ដោយមិនរំលោភបំពានណាមួយក្រោមស្មារតីសាមគ្គីជាកម្លាំងឬចង្កឹះមួយបាច់កាច់មិនបាក់ដំណើរថ្មើរជើងសាមគ្គីដើម្បីគ្រប់គ្រងរាជរដ្ឋាភិបាលនិងកងទ័ពសមរភូមិមកដែលបានប្រារព្ធធ្វើនៅក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី18ខែមិថុនាឆ្នាំ2025នេះគឺជាឧទាហរណ៍មួយដែលស្ដែងឲ្យឃើញពីកម្លាំងមហាសាមគ្គីខ្មែរដ៏រឹងមាំបំផុតទី2រាជរដ្ឋាភិបាលកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបជាមួយថៃតាមគ្រប់រូបភាពមិនថាផ្នែកយោធាសេដ្ឋកិច្ចនយោបាយនិងការទូតនៅលើវិស័យយោធាកងទ័ពកម្ពុជាបានការពារអធិបតេយ្យភាពជាតិយ៉ាងរឹងមាំនៅលើវិស័យយោធាកងទ័ពកម្ពុជាបានការពារអធិបតេយ្យភាពជាតិយ៉ាងរឹងមាំជាមួយនឹងសភាវុធគ្រប់គ្រាន់និងទឹកចិត្តដ៏អង់អាចក្លាហានក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរាជរដ្ឋាភិបាលបានចាត់ទុកវិធានការឆ្លើយតបយ៉ាងស័ក្តិសមបំផុតទាំងការផ្គត់ផ្គង់អគ្គិសនីអ៊ីនធឺណិតនិងការផ្លាស់ប្ដូរទំនិញតាមព្រំដែនមិនអនុញ្ញាតឲ្យថៃគំរាមបានឡើយនៅលើនយោបាយការទូតវិញកម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិដើម្បីដោះស្រាយវិវាទដោយសន្តិវិធីដែលជាជម្រើសដ៏ល្អមានប្រៀបទី3រាជរដ្ឋាភិបាលកម្ពុជាក៏បានត្រៀមជាស្រេចក្នុងការទទួលយកពលករខ្មែរដែលកំពុងធ្វើការក្នុងប្រទេសថៃឲ្យមកត្រឡប់ប្រទេសវិញដោយត្រៀមជួយសម្រួលពួកគេគ្រប់បែបយ៉ាងរាប់ចាប់តាំងពីឯកសារមធ្យោបាយធ្វើដំណើរមជ្ឈមណ្ឌលចំណតបណ្ដោះអាសន្នម្ហូបអាហារការងាររហូតដល់ការជួយសម្រួលជាមួយធនាគារនិងមីក្រូហិរញ្ញវត្ថុពាក់ព័ន្ធនឹងកម្ចីផ្សេងទៀតផងចំណែកនិស្សិតដែលកំពុងសិក្សាក្នុងប្រទេសថៃក៏រាជរដ្ឋាភិបាលត្រៀមទទួលនិងផ្ដល់អាហារូបករណ៍សម្រាប់សិក្សាក្នុងប្រទេសវិញដែរទី4ភាពឯករាជ្យម្ចាស់ការនិងគ្រប់ជ្រុងជ្រោយក្នុងការចាត់ចែងលើកយកវាសនារបស់ខ្លួនដែលកម្ពុជាអាចធ្វើបាននាពេលនេះមិនមែនកាត់ឡើងដោយចៃដន្យទេប៉ុន្តែវាគឺជាលទ្ធផលនៃការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់មេដឹកនាំដ៏ខ្លាំងពូកែគឺសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបច្ចុប្បន្នប្រមុខដឹកនាំកម្ពុជាបានប្រែក្លាយប្រទេសពីតូចនិងធ្លាប់តែកំសត់មួយនេះឲ្យក្លាយជាប្រទេសដែលអាចឈរដោយកម្លាំងខ្លួនឯងកាន់តែរឹងមាំលើគ្រប់វិស័យនិងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសរុបមកវិញកម្ពុជាប្រទេសតូចមានប្រជាជនតិចមានកម្លាំងចិត្តធំគឺកម្លាំងមហាសាមគ្គីចេញពីប្រជាពលរដ្ឋនៅពីក្រោយមេដឹកនាំខ្លាំងប្រកបដោយបទពិសោធន៍និងយុទ្ធសាស្ត្រនេះគឺជាចំណុចខ្លាំងរបស់កម្ពុជាដែលបញ្ញវន្តថៃជាច្រើនទទួលស្គាល់តែអ្នកនយោបាយនិងកងទ័ពថៃមួយចំនួនបានមើលរំលង